អូខេបងប្អូនទាំងអស់គ្នាខ្ញុំនឹងយកឡាននេះកែធ្វើជាបន្ទប់ studio មួយនៅលើឡាននឹងអាចគេងបានអាចធ្វើការបានហើយជំនួសផ្ទះចល័តបដោះសន្នទៀតផងអូខេចាំមើលទាំងអស់គ្នាអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះទិញបានមកហើយប៉ុន្តែខ្ញុំអត់មានលុយដើម្បីយកទៅផ្សារទេអញ្ចឹងហើយចាំមើលខ្ញុំមានបបជីចំណាយតិចមែនតើចាំមើលពឹងបងប្អូនណាឲ្យជួយផ្សាយឲ្យបន្តិចតាយច្រឡំផ្សារឲ្យបន្តិចអូខេអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាចាំមើលវាចេញរូបរាងជាមិនវិញហ្នឹងហើយបងប្អូនទាំងអស់គ្នានៅពេលដែលទៅដល់ភ្នំពេញខ្ញុំក៏មានសមិទ្ធផលជូនបងប្អូនប្រជាពលរដ្ឋសុចរិតដូចគ្នាខ្ញុំនឹងទៅរកបងសពរសធរដែលជាអង្គញាឬក៏ជំទាវឲ្យគាត់ជួយឧបត្ថម្ភធនធានដើម្បីបើកក្រុមសង្គ្រោះឲ្យជោគជ័យជាស្ថាពរអញ្ចឹងហើយតាមមហិច្ឆតាពាក់ព័ន្ធជាមួយក្រុមសង្គ្រោះយើងប្រហែលជាត្រូវការឡានដឹកសម្រាមឡានពលរដ្ឋអគ្គីភ័យឡានពេទ្យនិងឡានសង្គ្រោះបឋមដូចជាករណីព្រមត្តនជាក់ស្ដែងហើយអាចឈានដល់ពីឡានមួយរហូតដល់ឡានរាប់រយព្រោះដោយសារតែទូទាំងរាជធានីខេត្តក្រុងគឺមានសង្កាត់ផ្សេងគ្នាអញ្ចឹងហើយយើងត្រូវតម្កល់នៅទីតាំងណាមួយក្នុងសង្កាត់នីមួយអញ្ចឹងហើយសង្ឃឹមថាគម្រោងនេះនឹងជោគជ័យហើយខ្ញុំប្រហែលជាមានការងារច្រើនណា content YouTube អីនេះគឺបានតែមកប្រាវចំណែកពេលដែលទៅដល់ភ្នំពេញអាចជាមានការងារក្រុមសង្គ្រោះផងនិងថតផ្សាយភាពយន្តខ្លីដែលជារបស់ខ្លួនឯងទាំងអស់តែនឹងព្យាយាមរកធនធានដើម្បីដាក់ទុនមករួមគ្នាចឹងហើយបងប្អូនកុំអស់សង្ឃឹមមិនខ្វះទេអង្គញាជំទាវដែលគាត់មានចិត្តសប្បុរសធម៌ដែលគាត់សុចរិតបរិសុទ្ធពិតណាអញ្ចឹងហើយដល់ពេលនឹងខ្ញុំនឹងស្វែងរកត្រឹមឡាន10-20គ្រឿងគឺយើងអត់ពិបាករកទេអ្នកមាននៅស្រុកខ្មែរច្រើនណាស់ចឹងហើយយើងធ្វើចេញពីភ្នំពេញដោយចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃដែលជាស្ថាប័នឬអង្គការក្រៅរដ្ឋាភិបាលហើយជារបស់ជាតិសហការជាមួយរដ្ឋាភិបាលយើងសង្គ្រោះគឺមិនសង្គ្រោះមនុស្សតាមអារម្មណ៍នោះទេគឺយើងសង្គ្រោះមនុស្សជួយមនុស្សតាមច្បាប់រដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ